គ្រួសារនេះរស់នៅលើទូកតាំងពីដូនតាតើពួកគេរស់រៀនមានជីវិតយ៉ាងដូចម្តេចនៅពេលដែលធនធានសមុទ្រកាន់តែខ្សត់ខ្សោយនេះគឺជាកលសម្ព័ន្ធដែលអាចកំបាំងបំផុតនៅលើពិភពលោកក្មេងប្រុសមិនដែលចាក់ចេញពីទូកតាំងពីកើតមកម្លេះទូកគឺជាផ្ទះសម្រាប់សមាជិកគ្រួសារទាំង7នាក់របស់ពួកគេគឺជាជនអនាថានៅលើសមុទ្រតែគ្មានអត្តសញ្ញាណឬសញ្ជាតិឡើយទោះបីជាទូកមានទំហំតូចក៏ដោយវាផ្ទុកនៅរាល់ទ្រព្យសម្បត្តិទាំងអស់របស់ជេកនិងគ្រួសាររបស់គាត់កាលពី4000ឆ្នាំមុនដូនតារបស់ពួកគេបានមកដល់សមុទ្រអាដាម៉ាន់ពួកគេរស់នៅលើទូកឈើដែលធ្វើឲ្យដៃទាំងយប់ទាំងថ្ងៃដោយត្រាច់ចោលតាមសមុទ្រជាមួយនឹងជំនាញមួយទឹកនិងការនេសាទដ៏ជំនាញទោះបីសមនុស្សត្រឹមតែ2000ទៅ3000នាក់នៅក្នុងកុលសម្ព័ន្ធនេះហើយពួកគេប្រឈមមុខនឹងកន្លែងរស់នៅដ៏តូចចង្អៀតក៏ដោយក៏ពួកគេនៅតែព្យាយាមការពាររបៀបរស់នៅប្រពៃណីរបស់ពួកគេចែកអាយុ37ឆ្នាំនិងប្រពន្ធរបស់គាត់មានកូន6នាក់កូនពៅរបស់គេមានអាយុត្រឹមតែ52ថ្ងៃប៉ុណ្ណោះសម្រាប់ NG កូនប្រុសរបស់ជេកជីវិតនៅលើសមុទ្រគឺសេរីភាពគាត់អាចលោតចូលទៅក្នុងទឹកសមុទ្រដើម្បីងូតទឹកពេលណាក៏បានហើយគាត់អាចគេងជាមួយគ្រួសាររបស់គាត់យ៉ាងកក់ក្ដៅទោះបីផ្ទះលើទូកតូចក៏ដោយក៏វាមានភាពស្និទ្ធស្នាលនិងកក់ក្ដៅបំផុតសម្រាប់ពួកគេសប្តាហ៍ថ្ងៃនេះទូករបស់ជេកបានបោះយុទ្ធការនៅក្នុងដែនទឹកកោះភីងរបស់ប្រទេសថៃនារីបានប្រមូលងាវសមុទ្រជាច្រើនវាហាក់ដូចជាពួកគេកំពុងរៀបចំកម្មវិធីជួបលៀងជាមួយនឹងអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់មីងរបស់ជេកបានធ្វើម្ហូបពិសេសរបស់គាត់ជាមួយនឹងងាវនិងអាហារសមុទ្រផ្សេងទៀតដោយបន្ថែមទឹកត្រីសម្ងាត់របស់គាត់បង្កើតបានជារសជាតិដ៏អស្ចារ្យមីងរបស់ជេកនិយាយថាបើប្រៀបធៀបទៅនឹងការនៅក្មេងសមុទ្រលែងសូវសម្បូរដូចមុនហើយការនេសាទលែងសូវបានផលទូកនេសាទធំនៅក្នុងដែនទឹកក្បែរនោះនេសាទត្រីច្រើនហួសហេតុដែលធ្វើឲ្យធនធានសមុទ្ររបស់ពួកគេចុះថយយ៉ាងធ្ងន់ធ្ងរនេះធ្វើឲ្យកុលសម្ព័ន្ធដែលពឹងផ្អែកលើសមុទ្រប្រឈមមុខនឹងហានិភ័យថ្មីនេះជេកបានអញ្ជើញគ្រូធ្មប់ម្នាក់មកធ្វើពិធីបួងសួងតាមកុលសម្ព័ន្ធពួកគេបានថ្វាយនំបាយហូបនិងស្រាដល់ព្រះពួកគេបួងសួងសូមឲ្យព្រះការពារគ្រួសាររបស់ពួកគេពីព្យុះភ្លៀងតើអ្នកយល់យ៉ាងណាចំពោះវីដេអូនេះកុំភ្លេច comment នៅខាងក្រោម